ជំពូក13នៅថ្ងៃនោះព្រះយេស៊ូវទ្រង់យាងចេញពីផ្ទះទៅគង់នៅមាត់សមុទ្រនោះមានមនុស្សប្រជុំគ្នាមកឯទ្រង់ណែនណាន់ដំឡេបានជាទ្រង់យាងចុះទៅគង់ក្នុងទូកវិញហើយមនុស្សទាំងអស់គ្នាឈរនៅលើមាត់ច្រាំងទ្រង់មានបន្ទូលទៅគេជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថាមើលមានអ្នកព្រោះពូចម្នាក់ចេញទៅព្រោះកំពុងដែលគាត់ព្រោះនោះមានខ្លះធ្លាក់ចុះតាមផ្លូវហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅមានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្មដែលមានដីរាក់ពេកស្រាប់តែដុះឡើងភ្លាមព្រោះដីមិនជ្រៅទេប៉ុន្តែកាលថ្ងៃរះឡើងនោះក៏ក្រៀមខ្លោចទៅពីព្រោះគ្មានឫសហើយខ្លះទៀតធ្លាក់ទៅកណ្ដាលបន្លាក៏ដុះឡើងខ្ទប់ចិត្តតែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អហើយបង្កើតផលបានមួយជា100មួយទៀតបាន60ហើយមួយទៀតបាន30អ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ឲ្យស្ដាប់ចុះរួចពួកសិស្សមកឯទ្រង់ទូលសួរថាហេតុអ្វីបានជាទ្រង់មានបន្ទូលនឹងគេជាពាក្យប្រៀបប្រដូចដូច្នេះទ្រង់មានបន្ទូលឆ្លើយថាពីព្រោះបានប្រទានមកអ្នករាល់គ្នាឲ្យបានស្គាល់ការអាកំបាំងរបស់នគរស្ថានសួគ៌តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេត្បិតអ្នកណាដែលមានគេនឹងឲ្យទៅអ្នកនោះហើយអ្នកនោះនឹងមានជាបរិបូរណ៍ឡើងតែអ្នកណាដែលគ្មាននោះគេនឹងយកទាំងអ្វីៗដែលអ្នកនោះមានចេញផងហេតុនោះបានជាខ្ញុំនិយាយនឹងគេជាពាក្យប្រៀបប្រដូចត្បិតដែលគេមើលនោះមិនឃើញវិញហើយដែលគេស្ដាប់នោះក៏មិនឮហើយមិនយល់ផងពាក្យទំនាយរបស់ហោរាអេសាយបានសម្រេចនៅលើអ្នកទាំងនោះហើយគឺជាសេចក្តីដែលគេទុកមកថាដែលឯងរាល់គ្នាឮនោះនឹងឮមែនតែស្ដាប់មិនបានហើយដែលឃើញនោះនឹងឃើញមែនតែមិនយល់សោះព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញគេឮដោយត្រចៀកធ្ងន់ហើយធ្មេចភ្នែកក្រែងមើលឃើញនឹងភ្នែកស្ដាប់ឮនឹងត្រចៀកហើយយល់ក្នុងចិត្តរួចគេប្រែចិត្តហើយអញប្រុសឲ្យគេបានជាតែអ្នករាល់គ្នាវិញភ្នែកអ្នកមានពរហើយត្បិតមើលឃើញត្រចៀកអ្នកក៏ដែរត្បិតស្ដាប់ឮខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាពីដើមមានហោរានិងមនុស្សសុចរិតជាច្រើនគេចង់ឃើញការដែលអ្នករាល់គ្នាឃើញតែមិនបានឃើញសោះក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮដែរតែមិនបានឮឡើយដូច្នេះចូលអ្នករាល់គ្នាស្ដាប់ពាក្យប្រៀបប្រដូចពីអ្នកព្រោះពូជនោះគឺកាលណាបើអ្នកណាស្ដាប់ព្រះបន្ទូលពីនគរតែមិនយល់នោះអាកំណាចក៏មកឆក់យកសេចក្តីដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវហើយអ្នកដែលបានទទួលពូជក្នុងកន្លែងថ្មនោះគឺជាអ្នកដែលឮព្រះបន្ទូលរួចទទួលភ្លាមដោយអំណរតែគ្មានចាក់ឫសនៅក្នុងខ្លួនហើយមិននៅជាប់ជាយូរប៉ុន្មានទេលុះកាលណាកើតមានសេចក្តីទុក្ខលំបាកឬសេចក្តីបៀតបៀនដោយព្រោះព្រះបន្ទូលនោះគេរសាយចិត្តចេញភ្លាមហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លានោះគឺជាអ្នកដែលឮព្រះបន្ទូលរួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះនិងសេចក្តីឆោបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់មិនឲ្យពូជនោះកើតផលឡើយតែអ្នកដែលទទួលពូជក្នុងដីល្អវិញនោះគឺជាអ្នកដែលឮព្រះបន្ទូលហើយយល់ក៏បង្កើតផលផ្លែមួយជា100មួយជា60ហើយមួយទៀតជា30ទ្រង់មានបន្ទូលដោយពាក្យប្រៀបប្រដូចមួយទៀតថានគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ដែលព្រោះពូជល្អនៅស្រែខ្លួនប៉ុន្តែកាលណាមនុស្សទាំងអស់កំពុងតែដេកលក់នោះសត្រូវរបស់ថៅកែនោះក៏មកព្រោះស្រងែនៅក្នុងស្រូវសាលីដែររួចចេញបាត់ទៅលុះពន្លកឡើងហើយស្រូវចេញនោះស្រងែក៏លេចមកឲ្យស្គាល់ដែរពួកបាវរបស់ថៅកែនោះគេមកជម្រាបថាលោកម្ចាស់តើលោកមិនបានព្រោះពូជល្អនៅស្រែរបស់លោកទេឬអីដូច្នេះតើស្រងែនេះកើតពីណាមកគាត់ក៏ឆ្លើយថានោះគឺជាខ្មាំងសត្រូវហើយដែលបានធ្វើការនោះរួចពួកបាវសួរថាដូច្នេះតើលោកចង់ឲ្យយើងខ្ញុំទៅដកចេញឬគាត់ឆ្លើយថាគុំក្រែងកាលណាដកស្រងែចេញនោះស្រូវសាលីក៏រលើងទៅដែរទុកឲ្យវាដុះជាមួយគ្នាដរាបដល់ពេលច្រូតចុះចាំដល់រដូវចម្រូតនោះអញនឹងប្រាប់ពួកចម្រូតថាចូលច្រូតស្រងែសិនហើយចងជាកណ្ដាប់ទុកសម្រាប់ដុតឯស្រូវសាលីឲ្យប្រមូលដាក់ក្នុងជង្រុកអញវិញទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចមួយទៀតថានគរស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម្យ៉ាងដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចំការខ្លួន
គ្រាប់នេះល្អិតជាងគ្រាប់ពូជទាំងអស់ពិតមែនតែកាលណាបានដុះឡើងនោះក៏ធំជាងទិន្នជាតិទាំងអស់ហើយក៏ត្រឡប់ជាដើមធំដល់ម្លេះបានជាសត្វហើរលើអាកាសមកទុំនៅលើមេឃផងទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះឲ្យគេទៀតថានគរស្ថានសួគ៌ប្រៀបដូចជាដំបែដែលស្ត្រីម្នាក់បានយកមកលាយនឹងម្សៅ3រង្វល់ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្តីទាំងនេះដោយពាក្យប្រៀបធៀបដល់វងមនុស្សទ្រង់មិនបានមានបន្ទូលនឹងគេឥតពាក្យប្រៀបធៀបទេដើម្បីឲ្យបានសម្រេចតាមទំនាយដែលហោរាបានទាយទុកមកថាអញនឹងបើកមាត់និយាយជាពាក្យប្រៀបប្រដូចអញនឹងសម្ដែងពីការដែលលាក់កំបាំងតាំងពីកំណើតលោកីមកនោះទ្រង់ក៏ឲ្យវងមនុស្សទៅវិញរួចយាងចូលទៅក្នុងផ្ទះឯពួកសិស្សមកទូលទ្រង់ថាសូមអធិប្បាយឲ្យយើងខ្ញុំយល់នៃពាក្យប្រៀបពីស្មៅស្រងែនៅស្រែផងទ្រង់មានបន្ទូលឆ្លើយថាអ្នកដែលព្រោះពូជល្អនោះគឺជាកូនមនុស្សចំណែកស្រែនោះគឺជាតួលោកីឯពូជល្អគឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ហើយស្រងែគឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញខ្មាំងសត្រូវដែលផ្លំព្រោះស្រងែនោះគឺជាអរិយចម្រូតគឺជាបំផុតកាលហើយពួកច្រូតនោះគឺជាពួកទេវតាដូច្នេះដែលគេច្រូតស្រងែដុតបញ្សុះក្នុងភ្លើងជាយ៉ាងណានោះដល់បំផុតកាលក៏នឹងបានដូច្នោះដែរគឺកូនមនុស្សនឹងចាត់ពួកទេវតាទៅច្រូតយកអស់ទាំងក្បួនដែលនាំឲ្យមនុស្សរវិតចិត្តនិងពួកអ្នកដែលប្រព្រឹត្តទៅទឹងច្បាប់ពីនគរចេញហើយនឹងបោះគេចោលទៅក្នុងគុកភ្លើងនៅទីនោះគេនឹងយំហើយសង្កៀតធ្មេញគ្រានោះពួកសុចរិតនឹងភ្លឺដូចជាថ្ងៃនៅក្នុងនគររបស់ព្រះវរបិតានៃគេអ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ឲ្យស្ដាប់ចុះមួយទៀតនគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការដែលកាលណាមនុស្សម្នាក់បានឃើញនោះក៏លាក់ទុករួចចេញទៅលក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរដើម្បីនឹងទិញចំការនោះមួយទៀតនគរស្ថានសួគ៌ក៏ប្រៀបដូចជាអ្នកឈ្មួញម្នាក់ដែលរកកែវមុតក្តារយ៉ាងល្អកាលណាបានឃើញមួយដែលមានតម្លៃណាស់នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់មកទិញកែវមុតក្តារនោះមួយទៀតនគរស្ថានសួគ៌ក៏ប្រៀបដូចជាអួនដែលគេទម្លាក់ទៅក្នុងសមុទ្រជាប់បានត្រីគ្រប់មុខកាលបានពេញហើយនោះគេទាញឡើងមកលើគោករួចអង្គុយជ្រើសរើសត្រីល្អល្អដាក់ក្នុងកញ្ឆេរទុកតែត្រីអាក្រក់អាក្រក់គេចាក់ចោលចេញដល់ទីបំផុតកាលនឹងបានដូចគ្នាដែរគឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញហើយនឹងបោះគេចោលទៅក្នុងគុកភ្លើងនៅទីនោះគេនឹងយំហើយសង្កៀតធ្មេញព្រះយេស៊ូវទ្រង់មានបន្ទូលសួរដល់គេថាតើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេគេទូលឆ្លើយថាយើងខ្ញុំយល់ហើយព្រះអម្ចាស់ទ្រង់ក៏មានបន្ទូលទៅទៀតថាដូច្នេះគ្រប់អស់ទាំងអាចារ្យណាដែលមានគេបង្ហាត់បង្រៀនឲ្យធ្វើជាសិស្សនៃនគរស្ថានសួគ៌នោះធៀបដូចជាថៅកែម្នាក់ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួនកាលព្រះយេស៊ូវទ្រង់បានមានបន្ទូលពាក្យប្រៀបប្រដូចទាំងនេះស្រេចហើយនោះទ្រង់ក៏យាងចេញពីទីនោះទៅលុះទ្រង់ចូលមកក្នុងស្រុកទ្រង់វិញនោះក៏បង្រៀនគេនៅក្នុងសាលាប្រជុំដ៏ម្លេះបានជាគេនឹកប្លែកក្នុងចិត្តហើយនិយាយថាតើអ្នកនេះបានចំណេះនឹងការឫទ្ធីបារមីទាំងនេះពីណាមកតើមិនមែនជាកូនរបស់ជាងឈើទេឬអីតើម្ដាយមិនមែនឈ្មោះម៉ារីហើយបងប្អូនឈ្មោះយ៉ាកុបយូសេស៊ីម៉ូនហើយនឹងយូដាសទេឬអីឯប្អូនស្រីតើមិននៅជាមួយនឹងយើងទេឬអីដូច្នេះតើបានសេចក្តីទាំងនេះពីណាមកគេក៏រវិតចិត្តចេញពីទ្រង់តែព្រះយេស៊ូវមានបន្ទូលទៅគេថាហោរាមិនមែនឥតគេរាប់អានទេលើកតែនៅក្នុងស្រុកឬក្នុងផ្ទះរបស់ខ្លួនចេញទ្រង់មិនបានធ្វើការឫទ្ធីបារមីជាច្រើននៅទីនោះទេពីព្រោះគេមិនជឿ